សួស្តីអ្នកនរគ្នាមកផ្លែកណ្ដាបាក់វីដេអូមកដឹងថាអេហ្មងហ្នឹងចង់និយាយអញ្ចឹងណាខ្ញុំមានទុង1គីឡូដែរអ្នកនរគ្នាយល់បាទដំបូងយើងមកលាងសិនមកយើងសម្អាតយើងជាមួយអំបិលអីចឹងណាលាងឲ្យយើងស្រង់ដាក់កញ្ច្រែងយើងមកស្អាតហើយបន្ទាប់មកទៀតយើងទៅបន្ទាប់យើងលាងរួចហើយយើងបានយកវាមកចាប់កង់អ្នកនរគ្នាទៅកង់ហើយយើងចាប់ដើមលាងទឹកសម្អាតមួយទឹកវាចឹងទៅណាអ្នកនរគ្នាហើយឥឡូវយើងត្រៀមវាអស់ហើយគ្រឿងយើងក៏ត្រៀមរួចអស់ដែរអ្នកនរគ្នាហ្នឹងហើយតទៅយើងត្រៀមគ្រឿងរួចមកយើងដាក់ខ្ទះហើយចាក់ខ្លាញ់ចាក់អីចូលអ្នកនរគ្នាតមកទៅយើងលីងខ្ទឹមលីងម្ទេសចឹងណាអ្នកនរគ្នាឥឡូវយើងចាក់គ្រឿងកូនលក្ខីអីចឹងលក្រូចទៅដើម្បីលីងវាបានឈ្ងុយហើយយើងក៏ចាប់ដើមដាក់សាច់អន្ទង់យើងចូលអ្នកនរគ្នាសំខាន់យើងលីងវាឲ្យដាច់ទឹកអ្នកនរគ្នាមិនឆ្ងាយហ្នឹងហើយបន្តមកទៀតយើងក៏បានដាក់ស្ករបន្តិចទៅអ្នកនរគ្នាចេងបន្តិចរត់ឌីបន្តិចណាអ្នកនរគ្នាហ្នឹងហើយបន្តមកទៀតយើងដាក់ប្រេងចោលណាប្រេងចោលនេះខាប់ល្អរបស់ខ្មែរយើងណាអ្នកនរគ្នាហើយទឹកត្រីបន្តិចទៅអ្វីដែលខ្វះបានអ្នកនរគ្នាគឺយើងថែមទឹកអំបិលដើម្បីបន្ថែមជាតិជូរចឹងអ្នកនរគ្នាហើយយើងដាក់ម្រេចត្រូវហើយសំចុងបញ្ចប់យើងដាក់សណ្តែកចឹងអ្នកនរគ្នា